អ្នកដឹងទេគ្រាន់តែត្រូវគោរពនៅថ្ងៃអនាគតនេះជាការសន្យារបស់បងប្អូនក្នុងការជួយសងជំងឺចិត្តដល់ក្រុមហ៊ុនឈ្មួញជើងសារក្នុងកិច្ចសន្យា20លានដោយសារគាត់កំពុងប្រជុំខ្ញុំមិនរំខានអ្នកទេស្វែងរកត្រាផ្លូវការរបស់ Zhao Group ចេញមកខ្ញុំនឹងបិទបាំងវាដោយខ្លួនឯងអ្នកអាចចាំមើលវាបាទខ្ញុំនឹងធ្វើវាដោយខ្លួនឯងប្អូនប្រុសរបស់អ្នកស្រឡាញ់ខ្ញុំខ្លាំងណាស់ដែលគាត់មិនខ្វល់ខ្ញុំនឹកលោក Zhaoខាងលើគឺជាស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Zhao Group កាលពីត្រីមាសមុនក្នុងនាមជានាយកហិរញ្ញវត្ថុខ្ញុំទៅរំលឹកអ្នកថាអ្នកបានប្រឹងប្រែងរួចហើយក្នុងការដេញតាមកញ្ញាសុវណ្ណវឌ្ឍនភាពនៃគម្រោងជាច្រើនរបស់ក្រុមហ៊ុនត្រូវបានពន្យាពេលកាលពីខែមុនកញ្ញាស៊ូបានចាក់ចេញពីព្រឹត្តិការណ៍ជាតិដ៏សំខាន់មួយនៅពាក់កណ្ដាលផ្លូវដោយសារតែមានស្នាមរបួសបន្តិចបន្តួចពេលកំពុងថតនេះមិនមែនជាអាកប្បកិរិយាដែលអ្នកគួរធ្វើក្នុងនាមជាអ្នកសម្រេចចិត្តកំពូលរបស់ក្រុមនៅក្នុងសន្និសីទការដេញថ្លៃអន្តរជាតិនោះទេខ្ញុំសង្ឃឹមថាអ្នកអាចពិនិត្យមើលអារម្មណ៍របស់អ្នកឡើងវិញចំពោះកញ្ញាស៊ូវណ្ណលោក Zhao មានបញ្ហាស្ត្រីច្បងនិងកញ្ញាស៊ូវណ្ណបានចាប់ផ្ដើមប្រយុទ្ធគ្នាក្នុងការិយាល័យរបស់អ្នកអ្វីតើស្រីស្អាតដូចកូនស្រីច្បងអាចឆ្លោះគ្នាជាមួយស៊ូវ៉ាន់បានយ៉ាងណាលោក Zhao នឹងមិនស្ដាប់ស៊ូវ៉ានៀនហើយបណ្ដេញគាត់ចេញពីគ្រួសារ Zhao ដោយកំហឹងទេមែនទេតាមដានហើយមើលលោក Fuji តើអ្នកបានគិតពីការផ្លាស់ប្ដូររបស់អ្នកពី Zhao Group ទៅក្រុមហ៊ុនរបស់យើងទេប្រសិនបើអ្នកនៅតែមានចម្ងល់អំពីប្រាក់ខែក្រុមហ៊ុនរបស់យើងអាចបង្កើនវា10ច្រើនជាងប្រាក់ខែប្រចាំឆ្នាំដែលបានសន្យាពីមុនយើងទន្ទឹងរង់ចាំការឆ្លើយតបរបស់អ្នកយ៉ាវស៊ឺជាហេតុអ្វីបានជាអ្នកហែកកិច្ចសន្យារបស់ខ្ញុំបងប្រុសរបស់ខ្ញុំបានប្រគល់លុយទាំងអស់របស់គ្រួសារ Zhao ឲ្យអ្នកគ្រប់គ្រងរបស់ខ្ញុំរួចហើយមិនមែនតែ2000ទេចាប់ពីពេលនេះទៅរាល់ការចំណាយក្នុងនាមគាត់ត្រូវតែយល់ព្រមដោយមានការអនុញ្ញាតពីខ្ញុំហេតុអ្វីស៊ូវ៉ាន់កុំគិតថាខ្លួនឯងឆ្លាតពេកហើយកុំគិតអ្នកដទៃល្ងងពេកមិនហ៊ានយកកិច្ចសន្យាคล้ายៗដែលពោពេញទៅដោយចន្លោះប្រហោងបែបនេះមិនមែនព្រោះខ្ញុំប្រកាសថាបងប្រុសខ្ញុំចូលចិត្តអ្នកគាត់នឹងជឿអ្នកមិនថាអ្នកនិយាយអ្វីក៏ដោយបើមើលទៅអាក្រក់ពេកនឹងមានប្រតិកម្មបាត់ខ្ញុំដោយសារតែបងប្រុសរបស់អ្នកចូលចិត្តខ្ញុំដូច្នេះនៅក្នុងភ្នែករបស់ខ្ញុំគាត់គ្រាន់តែជាឆ្កែដបអែមល្ហែមដរាបណាខ្ញុំគ្រាន់តែញាប់ដៃញាប់ជើងហើយនិយាយពាក្យស្រទន់ពី3ម៉ាត់គាត់នឹងយកអ្វីដែលខ្ញុំចង់បានដោយក្រវីកន្ទុយZhao Sui បើភ្នែករបស់អ្នកហើយមើលឃើញយ៉ាងច្បាស់ថាអ្នកគ្រាន់តែជាអ្នកចាញ់ដែលនឹងរៀបការឆាប់ឬក្រោយមកហើយខ្ញុំគឺជាវីរបុរសស្នាពេលអនាគតនៃគ្រួសារ Zhao ស៊ូវ៉ាន់តើអ្នកកំពុងធ្វើអ្វីស៊ូវ៉ាន់ការសងសឹករបស់អ្នកបានចាប់ផ្ដើមហើយស៊ូវ៉ាន់តើអ្នកកំពុងធ្វើអ្វីស៊ុយអានឯងមិននៅប្រជុំទេស៊ូស៊ុយសុខសប្បាយទេបងប្រុសទីបំផុតអ្នកនៅទីនេះបើឯងមិនត្រឡប់មកវិញទេខ្ញុំនឹងត្រូវស៊ូវ៉ានធ្វើបាបដល់ស្លាប់ស៊ូអានគុំស្ដាប់សម្ដីមិនសមហេតុផលរបស់គាត់ខ្ញុំគ្រាន់តែបិទមាត់ស៊ូវ៉ានខ្ញុំបានឬគ្រប់យ៉ាងដែលអ្នកទើបតែនិយាយវាប្រែថានៅក្នុងភ្នែករបស់អ្នកខ្ញុំគ្រាន់តែជាកូនឆ្កែដបផ្អែមល្ហែមគ្មានអ្វីដូចនេះទេសូមស្ដាប់ការពន្យល់របស់ខ្ញុំបងប្រុសបងស្រីស៊ូវ៉ាន់ទើបតែនិយាយថាគាត់អាចសុំឲ្យអ្នកបញ្ជូនខ្ញុំទៅក្រៅប្រទេសដោយពាក្យមួយម៉ាត់តើវាពិតទេសូមកុំបញ្ជូនស៊ុយទៅឆ្ងាយអីបើអ្នកគិតថាខ្ញុំឈឺភ្នែកខ្ញុំអាចទៅរកបងយ៉ានសម្បូរណាស់ឲ្យតែស៊ុយល្អគ្រប់គ្រាន់គាត់ច្បាស់ជាយកខ្ញុំចូលមិនសមហេតុសមផលដរាបណាអ្នកនៅជាមួយខ្ញុំអ្នកនឹងក្លាយជាព្រះនាងតូចដ៏មានតម្លៃបំផុតនៃគ្រួសារជើគ្មាននរណាអាចដេញអ្នកចេញបានទេនាយកស៊ូវ៉ាន់ធ្វើនិយាយត្រូវខ្ញុំពិតជាគួរតែពិនិត្យមើលអារម្មណ៍របស់ខ្ញុំចំពោះអ្នកឡើងវិញចាប់តាំងពីអ្នកមើលងាយខ្ញុំខ្លាំងណាស់បើសិនជាគ្មានកន្លែងសម្រាប់ស៊ុយទេនោះក៏មិនចាំបាច់ឲ្យយើងបន្តដែរបំបែកបន្ទាប់ពីជំនួយការវ៉ែនបានបញ្ជូនកញ្ញាស៊ុចេញនាងមិនត្រូវបានអនុញ្ញាតឲ្យចូលឬចាក់ចេញពី Zhao Group ដោយគ្មានការអនុញ្ញាតពីខ្ញុំទេលោក Zhao កំពុងព្យាយាមបណ្ដេញស៊ូវ៉ាន់ចេញស្ត្រីចំណាស់គឺអស្ចារ្យណាស់ទីបំផុតខួរក្បាលស្នេហារបស់លោក Zhao កាន់តែច្បាស់អ្នកស្រីស៊ូសូមេតាចាក់ចេញទៅ Zhao Shui នេះជាជំរឿផ្ទាល់ខ្លួនរបស់អ្នកគុំស្ដាយក្រោយតើអ្នកកំពុងមើលអ្វីមិនយូរមិនឆាប់លោក Zhao នឹងលើកជង្គង់អង្វរឲ្យខ្ញុំត្រឡប់មកវិញមិនមែនដោយសារគាត់មានរូបរាងស្រដៀងនឹងលោកស្រី Zhao ទេដែលគាត់ត្រូវបានលោក Zhao ចាប់អារម្មណ៍តើមានអ្វីដែលត្រូវមានមោទនភាព